ស្គាល់ចិននូនទិញទើបភ្លេចគិតដល់ថ្ងៃបាយស្រាប់ពីចិត្តរហើយមិនអាចប្រកាយព្រោះដល់ពេលហើយជាជាងកោហកខ្លួនឯងថាអូនមិនទន់ប្រែប្រួលឡើយតែតាមពិតចុងក្រោយបងអស់សិទ្ធហើយអស់សិទ្ធស្នេហ៍អូនមានអារម្មណ៍ថាឈឺចាប់ខ្លាំងមានអារម្មណ៍ថាអត់ចង់រស់មានអារម្មណ៍មានអ្វីអាចជួយចូលរឿងកន្លងអូនប្រឹងភ្លេងហើយបងប្រឹងចាំខ្វែងគុំនឹងមិនសមបំណងតែតែនៅស្រលាញ់អូនទើបនៅឈឺសានាងណាក៏ដឹងថាយើងពីនាងពីមុនធ្លាប់សង្សារនឹងគ្នាបើសិនបែបពុំមានតាឲ្យបងគិតចាងណានាងស្គាល់ច្បាស់ជាសួរបងពេលដែលបាត់រូបជីវ៉ាតើបងឆ្លើយយ៉ាងណានឹងសំនួរគេសូម្បីពេលខ្លាំងមិនបានជួបអូនក៏ក្នុងចិត្តបងនៅមិនស្ងប់ទុំរងស្នេហ៍បញ្ចប់គឺបងធ្វើមិនបានទេបើប្រាប់អូនសុំបាយបងក៏គេមិនណាជឿដែរព្រោះពីមុនចិត្តស្នេហ៍អូនស្មងបងខ្លាំងណាស់មុនស្គាល់ចិននូនទិញទើបភ្លេចគិតដល់ថ្ងៃបាយស្រាប់ពីចិត្តរហើយមិនអាចប្រកាយព្រោះដល់ពេលហើយជាយាមកោហកខ្លួនឯងថាអូនមិនទន់ប្រែប្រួលឡើយតែតាមពិតចុងក្រោយបងអស់សិទ្ធហើយអស់សិទ្ធស្នេហ៍អូនមានអារម្មណ៍ថាឈឺចាប់ខ្លាំងមានអារម្មណ៍ថាអត់ចង់រស់មានអារម្មណ៍គ្មានអ្វីអាចជួយចូលរឿងកន្លងអូនប្រឹងភ្លេងហើយបងប្រឹងចាំខ្វែងគុំនឹងមិនសមបំណងហើយតែនៅស្រលាញ់អូនទើបនៅឈឺសាយ៉ាងណាក៏ដឹងថាយើងពីនាងពីមុនធ្លាប់សង្សារនឹងគ្នាបើសិនបែបពុំមានតាឲ្យបងគិតចាងណានាងស្គាល់ច្បាស់ជាសួរបងពេលដែលបាត់រូបជីវ៉ាតែបងឆ្លើយយ៉ាងណានឹងសំនួរគេសូម្បីពេលខ្លាំងមិនបានជួបអូនក៏ក្នុងចិត្តបងនៅមិនស្ងប់ទុំរំស្នេហ៍បញ្ចប់គឺបងធ្វើមិនបានទេបើប្រាប់គេសុំបាយបងក៏គេមិនណាជឿដែរព្រោះពីមុនចិត្តស្នេហ៍អូនស្មងបងខ្លាំងណាស់នាងណាក៏ដឹងថាយើងពីនាងពីមុនធ្លាប់សង្សារនឹងគ្នាបើសិនបែបពុំមានតាឲ្យបងគិតចាងណានាងស្គាល់ច្បាស់ជាសួរបងពេលដែលបាត់រូបជីវ៉ាតើបងឆ្លើយយ៉ាងណានឹងសំនួរគេសូម្បីពេលខ្លាំងមិនបានជួបអូនក៏ក្នុងចិត្តបងនៅមិនស្ងប់ទុំរំស្នេហ៍បញ្ចប់គឺបងធ្វើមិនបានទេបើប្រាប់អូនសុំបាយបងក៏គេមិនណាជឿដែរដងពីមុនចិត្តស្នេហ៍អូនស្មងបងខ្លាំងណាស់បើគេអូនសុំបាយបងក៏គេមិនណាជឿដែរដងពីមុនចិត្តស្នេហ៍អូនស្មង